ក្នុងផ្ទៃមុខដ៏ស្ងប់ស្ងួតដែលមើលទៅហាក់ដូចជាមិនសូវបានសម្ដីតែជាកវីនិពន្ធសម្បូរដោយវោហារសម្រាប់រយរសជាតិនិងអត្ថន័យជ្រៅជ្រះព្រមទាំងបង្កប់ដោយវិយោគសពការស្នេហាដ៏វែងអន្លាយពាន់ម៉ឺនគីឡូអ្វីបើរយៈពេល30ឆ្នាំកន្លងផុតទៅហើយក៏ពិតមែនប៉ុន្តែឈ្មោះលោកនៅតែត្រូវបានមជ្ឈដ្ឋានអ្នកនិយមបទភ្លេងនិងចម្រៀងសម័យមុនរួមនឹងតន្ត្រីករកវីនិពន្ធសម័យនេះចងចាំមិនភ្លេចឡើយនោះគឺលោកស្វាយសំអឿលោកស្វាយសំអឿគឺជាកវីនិពន្ធជើងចាស់មួយរូបដែលបានប្រឡូកក្នុងវិស័យចម្រៀងក្រោយគ្នាបន្តិចជាមួយលោកពៅស៊ីផូដែលជាកវីរៀមច្បងជើងចាស់បំផុតក្នុងសម័យនោះតែគឺខណៈស្របាលសបាលគ្នានឹងកវីសម្ដីធ្ងន់លោកយ៉ងឈៀងហៅសំនៀងរិទ្ធីនិងជារៀមច្បងនៃកវីល្បីៗមួយចំនួនទៀតដូចជាលោកគង់អ៊ុនឈឿនលោកវ៉យហូលោកម៉ាឡាពីលោកម៉ាក់ឈួននិងលោកម៉ែប៊ុនជាដើមតាមរយៈទឹកមុខដែលមើលទៅហាក់ក្រៀមក្រោះមិនសូវបានសម្ដីនេះប៉ុន្តែលោកស្វាយសំអឿននេះគឺជាកវីមួយរូបដែលសម្បូរដោយវោហារនិងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងជម្រៅសិល្បៈនិងស្នេហាខាងក្រោមនេះគឺជាប្រវត្តិជីវិតរបស់លោកស្វាយសំអឿអមជាមួយនឹងស្នាដៃនិពន្ធទំនុកច្រៀងយ៉ាងច្រើនរបស់គាត់លោកស្វាយសំអឿកើតនៅថ្ងៃទី9ខែមិថុនាឆ្នាំ1932ត្រូវនឹងឆ្នាំរកានៅសង្កាត់បឹងប្រលិតខណ្ឌ7មករាក្រុងភ្នំពេញម្ដុំវត្តសំពៅមាសសពថ្ងៃឪពុកលោកឈ្មោះស្វាយយឹមនិងអ្នកម្ដាយឈ្មោះយិនអេងដែលអ្នកទាំងពីរគឺជាអ្នករកស៊ីជួញដូរបន្តិចបន្តួចលោកស្វាយសំអឿត្រូវជាកូនពៅនៅក្នុងចំណោមបងប្អូន3នាក់ប្រុស2ស្រី1បងប្អូនរបស់លោករួមមានលោកយឹមសេងអ្នកស្រីយឹមលៀងនិងលោកស្វាយសំអឿផ្ទាល់នេះតែម្ដងនៅអាយុប្រមាណ 6-7 ឆ្នាំកុមារស្វាយសំអឿត្រូវបានឪពុកម្ដាយបញ្ជូនឲ្យទៅសិក្សានៅសាលាមួយឈ្មោះ François Boudewang ចំនួននោះសាលាភាគច្រើនមានឈ្មោះជាភាសាបារាំងប៉ុន្តែអនិច្ចាចូលសាលាទើបតែបានប្រមាណ2ឆ្នាំឪពុកលោកស្លាប់ចោលលោកទៅដល់ពេលនោះលោកទើបមានអាយុត្រឹមតែ8ឆ្នាំប៉ុណ្ណោះដែលកាលនោះគឺក្នុងកំឡុងឆ្នាំ1940ក្រោយពីឪពុកស្លាប់ទៅកុមារស្វាយសំអឿបានរស់នៅយ៉ាងកំសត់ជាមួយម្ដាយមេម៉ាយប៉ុន្តែក្រោយមកបងប្រុសបងអស់របស់លោកក៏មានជំងឺស្លាប់ចោលទៀតដូច្នេះពេលនោះធ្វើឲ្យលោករស់នៅជាមួយតែបងស្រីនិងម្ដាយប៉ុណ្ណោះដោយឪពុកនិងបងប្រុសស្លាប់បន្តគ្នាដូច្នេះក៏ធ្វើឲ្យជីវភាពក្នុងគ្រួសារមួយនេះជួបការលំបាកជាខ្លាំងហើយភារកិច្ចទាំងអស់ទៅធ្លាក់ទៅលើម្ដាយតែម្នាក់គត់ជាអ្នកទទួលរ៉ាប់រងព្រោះកូនស្ថិតក្នុងវ័យតូចៗនៅឡើយប៉ុន្តែទោះយ៉ាងណានៅពេលឃើញស្ថានភាពគ្រួសារមានភាពយ៉ាប់យ៉ឺនដូចនេះកុមារស្វាយសំអឿក៏មិនប្រងើយកន្តើយឡើយដោយពេលទំនេរពីការសិក្សាលោកតែងតែជួយម្ដាយរែកនំលក់ជារៀងរាល់ថ្ងៃពុំដែលខានដើម្បីរកប្រាក់មកភពគុណគ្រួសារម្យ៉ាងបើទោះគ្រួសារស្ថិតក្នុងសភាពដូចម្ដេចក៏ដោយក៏លោកមិនបោះបង់ការសិក្សាចោលដែរដោយខិតខំរៀនសូត្ររហូតបានបញ្ចប់ឌីប្លូមថ្នាក់ទី3ចំនួននោះត្រូវនឹងថ្នាក់ទី9សប្តាហ៍ថ្ងៃហើយដែលគេឲ្យតម្លៃថាអ្នកដែលសិក្សាដល់កម្រិតនេះគឺមានចំណេះដឹងខ្ពង់ខ្ពស់មែនទែនក៏ប៉ុន្តែការសិក្សានេះគ្មាននរណាដឹងថាលោកពូកែខាងវិជ្ជាណានោះទេក៏ប៉ុន្តែតាមការវិភាគទៅលើខ្លឹមសារទំនុកចម្រៀងរបស់លោកយើងអាចសន្និដ្ឋានបានថាលោកប្រហែលពូកែខាងអក្សរសាស្ត្រក្នុងកំឡុងពេលសម្រួចខួរក្បាលនៅលើការសិក្សាផ្នែកចំណេះដឹងទូទៅនៅមធ្យមសិក្សានាទសវត្សរ៍ឆ្នាំ1950នោះក៏ជាខណៈពេលដែលវិស័យតន្ត្រីខ្មែរកំពុងទទួលការរីកចម្រើនផងដែរនិងដោយហេតុតែមាននិស្ស័យស្រឡាញ់សិល្បៈតន្ត្រីតាំងពីកុមារភាពផងយុវជនស្វាយសំអឿក៏បានចូលខ្លួនទៅរៀនសូត្រខាងសរសេរបទភ្លេងនិងការតែងនិពន្ធនេះយ៉ាងយកចិត្តទុកដាក់និងអស់ពីចិត្តពីថ្លើមបំផុតរហូតក្លាយជាសិស្សពូកែម្នាក់នៅក្នុងចំណោមមិត្តភ័ក្តិរបស់លោកដែលរៀនជាមួយគ្នាលោកចេះសរសេរណោតភ្លេងនិងទិញម៉ង់ដូលីនយ៉ាងល្អមិនចាញ់លោកស៊ិនស៊ីសមុទ្រឡើយដោយឡែកចំពោះមិត្តភ័ក្តិដែលបានរៀនសូត្រខាងសរសេរបទភ្លេងជាមួយលោកនាពេលនោះក្រោយមកក៏សុទ្ធតែក្លាយជាអ្នកកវីនិពន្ធបទភ្លេងល្បីៗផងដែរដែលរួមមានដូចជាលោកយ៉ងឈៀងហៅសំនៀងរិទ្ធីលោកគឹមសំអែលលោកពៅស៊ីផូជាដើមក្រោយពេលបញ្ចប់ការសិក្សានៅកម្រិតឌីប្លូមនោះនិងខណៈក្រោយមកបងស្រីទី2របស់លោករៀបការរួចលោកស្វាយសំអឿដែលពេលនោះស្ថិតក្នុងវ័យជំទង់មិនទាន់គ្រប់18ឆ្នាំនៅឡើយគឺប្រហែលចុងទសវត្សរ៍ឆ្នាំ1950លោកក៏បានចូលធ្វើការដំបូងនៅក្នុងសមាគមអ្នកនិពន្ធខ្មែរដែលកាលនោះមានលោកហែលសិផាជាអ្នកនិពន្ធរឿងប្រឡំលោកដ៏ល្បីជាប្រធានដោយធ្វើការទាំងវ័យក្មេងដូច្នេះនាពេលមួយនោះមានគេមកសួររកលោកនៅសមាគមអ្នកនិពន្ធខ្មែរដើម្បីតាក់ទងការងារមួយប៉ុន្តែដោយគេមិនស្គាល់លោកគេក៏សួរចំលោកថាសុំទោសបងប្រុសតើថ្ងៃនេះលោកស្វាយសំអឿមកធ្វើការដែរឬទេនៅពេលនោះយុវជនស្វាយសំអឿដោយហួសចិត្តបន្តិចក៏តបទៅវិញ
របៀបចង់លេងសើចថាស្វាយសំអឺអត់មកធ្វើការទេថ្ងៃនេះចុះពូមករកគាត់ធ្វើអីលោកក្រៅពីបុរសនោះនិយាយអំពីបំណងរបស់ខ្លួនទើបយុវជនស្វាយសំអឺញញឹមហើយប្រាប់តាមការពិតថាស្វាយសំអឺនោះគឺខ្ញុំនឹងហើយពេលលើយុវជននោះតបថាខ្លួនជាស្វាយសំអឺដូច្នេះបុរសនោះបើកភ្នែកធំសម្លឹងដោយមិនជឿព្រោះឃើញលោកនៅក្មេងប៉ុន្តែពេលលោកបានដកការបង្ហាញទៅបុរសនោះជឿដែលបានធ្វើការនៅក្នុងសមាគមអ្នកនិពន្ធខ្មែរបន្តិចម្ដងយុវជនស្វាយសំអឺក៏បានតាក់ទងនិងស្គាល់ផលិតករភាពយន្តជាច្រើននាសម័យនោះហើយក្រោយមកតាមរយៈកេរ្តិ៍ឈ្មោះរបស់លោកក្នុងសមាគមនេះលោកក៏ត្រូវបានគេអញ្ជើញឲ្យចូលធ្វើការជាមួយផលិតកម្មភាពយន្តធំចំនួន2នៅក្នុងចំនួននោះគឺផលិតកម្មវ័នច័ន្ទភាពយន្តដែលមានអ្នកស្រីវ័នច័ន្ទជាចាងវាងនិងផលិតកម្មអន្តរទេវីភាពយន្តដែលមានលោកប៊ីវឆៃលៀងអ្នកនិពន្ធប្រឡំលោកដ៏ល្បីល្បាញជាចាងវាងតាមរយៈការងារក្នុងវិស័យភាពយន្តនេះនិងតាមរយៈការប្រឹងប្រែងដែលប្រកបដោយភាពអំណត់និងជំនាញសរសេរសេណារីយ៉ូក្រោយមកលោកក៏បានក្លាយទៅជាអ្នកដឹកនាំថតកុនដ៏ល្បីម្នាក់នៅក្នុងផលិតកម្មទាំងពីរនេះផងដែរហើយតាមរយៈការងារនេះវាក៏តបស្នងមកលោកវិញនៅជីវភាពដ៏ប្រសើរខ្ពង់ខ្ពស់និងរហូតអាចឲ្យកវីនេះមានរថយន្តទំនើបដ៏ហ៊ឺហាមួយគ្រឿងទៀតផងនិយាយពីវិស័យភាពយន្តនាសម័យនោះផលិតកម្មល្បីៗនានាមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងគឺផលិតករភាពយន្តនីមួយៗតែងរកមធ្យោបាយប្លែកៗមកបញ្ចូលនៅក្នុងខ្សែភាពយន្តរបស់ខ្លួនគឺរឿងកុនទាំងឡាយគេបានបញ្ចូលបទចម្រៀងស្ទើរតែគ្រប់រឿងដោយគេជួលអ្នកចម្រៀងល្បីៗដូចជាលោកស៊ិនស៊ីសមុទ្រអ្នកស្រីប៉ែនរ៉ននិងអ្នកស្រីរស់សេរីសុទ្ធាជាដើមមកច្រៀងដើម្បីបញ្ចូលនៅក្នុងខ្សែភាពយន្តនោះយ៉ាងណាមិញសម្រាប់ផលិតកម្មដែលលោកស្វាយសំអឺជាអ្នកដឹកនាំរឿងក៏ត្រូវរកវិធីសាស្ត្រតាក់ទាញដោយផលិតកម្មនានាដែរគឺលោកត្រូវបន្ថែមរសជាតិទៅលើខ្សែភាពយន្តរបស់លោកទាំងនោះដោយបញ្ចូលបទចម្រៀងដូចគេឯងដែរដូច្នេះតាមរយៈចំណេះដឹងនៃការនិពន្ធបទភ្លេងនិងទំនុកច្រៀងដែលធ្លាប់បានសិក្សាដ៏ជ្រៅជ្រះកន្លងមកចាវាងផលិតកម្មទាំងពីរមិនបាច់ទៅរកកវីណាមកសរសេរឡើយគឺគេផ្ដល់ភារៈនេះឲ្យលោកស្វាយសំអឺជាអ្នកទទួលរ៉ាប់រងតែម្ដងបទចម្រៀងដែលលោកនិពន្ធដាក់ចូលនៅក្នុងខ្សែភាពយន្តរួមមានដូចជាបទនិស័យកម្មព្រះមុគលានដែលបកស្រាយដោយលោកស៊ិនស៊ីសមុទ្រនិងបទពីមពាសជាតិបកស្រាយដោយអ្នកស្រីរស់សេរីសុទ្ធាដោយដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តរឿងព្រះមហាមុគលានបទស្រមោលអក្សរាបកស្រាយដោយលោកស៊ិនស៊ីសមុទ្រដោយដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តរឿងស្រមោលអក្សរាបទវាសនាចៅចិត្តបកស្រាយដោយលោកស៊ិនស៊ីសមុទ្រដោយដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តរឿងកុលាបបៃលិនបទចម្រៀងស្នេហ៍ទុំទាវបកស្រាយរួមគ្នារវាងលោកស៊ិនស៊ីសមុទ្រនិងអ្នកស្រីរស់សេរីសុទ្ធាដោយដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តរឿងទុំទាវបទណូអើយស្រីណូបកស្រាយដោយលោកអឹងណារីនិងអ្នកស្រីប៉ែនរ៉នដោយដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តរឿងទុំទាវដែរនិងមានបទចម្រៀងជាច្រើនបទទៀតដែលលោកបាននិពន្ធដើម្បីដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តនៅពេលនោះហើយដែលលោកស្វាយសំអឺបានឈានចូលនៅក្នុងអាជីពថ្មីមួយបន្ថែមទៀតគឺអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងដែលបាននាំឲ្យកេរ្តិ៍ឈ្មោះរបស់លោកលេចត្រដែតឡើងទាំងក្នុងវិស័យភាពយន្តក៏ដូចជាក្នុងវិស័យតន្ត្រីដែលពេលនោះវិស័យទាំងពីរនេះពេញនិយមនិងឲ្យតម្លៃណាស់ចំពោះប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈដោយហេតុនេះហើយដែលនាំឲ្យលោកបានស្គាល់តាក់ទងនិងរាប់អានយ៉ាងជិតស្និទ្ធជាមួយលោកស៊ិនស៊ីសមុទ្រលោកអឹងណារីអ្នកស្រីប៉ែនរ៉នអ្នកស្រីរស់សេរីសុទ្ធាក៏វៃនិពន្ធបទចម្រៀងល្បីៗជាច្រើនទៀតដូចជាលោកម៉ែប៊ុនលោកប៉ាឡាពីលោកភួងបុផាលោកវ៉យហូនិងតន្ត្រីករហាសឡនជាដើមនិយាយអំពីស្នេហាមនុស្សគ្រប់រូបគឺមិនអាចខ្វះបានឡើយនិងមិនអាចជៀសបានមិនថាមនុស្សឬសត្វទេឲ្យតែជាភាវៈមានបេះដូងនិងមនោសញ្ចេតនាយ៉ាងណាមិញសម្រាប់កវីស្វាយសំអឺក៏មិនអាចរំលងបាននៅឆាកជីវិតក្នុងយុវភាពដែលត្រូវទទួលយកនៅទឹកដមមនោសញ្ចេតនាស្នេហាបានដែរប៉ុន្តែបើយើងក្រឡេកមើលមួយផ្លែតទៅលើរូបសម្បត្តិរបស់លោកស្វាយសំអឺបើទោះឃើញផ្ទាល់ឬឃើញតាមរយៈរូបថតក៏ដោយក៏គ្មាននរណាទីខុសពីចិត្តគំនិតនិងកាយវិការរបស់លោកបានដែរថាជាមនុស្សដែលមិនសូវចេះមាត់កច្រើនចូលចិត្តតែភាពស្ងប់ស្ងាត់និយាយឲ្យខ្លីគឺជាមនុស្សមើសប៉ុណ្ណោះកម្រនិងញញឹមឬបង្ហាញកាយវិការរីករាយណាស់ហើយចំពោះមនុស្សដែលមានអត្តចរិតនិងលក្ខណៈបែបនេះมันអាចតាក់ទងនារីណាមួយមកធ្វើជាគូស្នេហ៍ឬគួរឲ្យនារីណាមានមនោចេតនាជាមួយឡើយប៉ុន្តែអ្វីៗដែលយើងគិតទៅលើរូបសម្បត្តិខាងក្រៅនេះបើចំពោះអ្នកផ្សេងប្រហែលជាត្រូវតែសម្រាប់កវីមុខស្ងួតរូបនេះវាមិនត្រូវរហូតដល់ 90% ឯណោះមែនហើយលោកជាមនុស្សមានទឹកពីបែបនេះសូម្បីតែភរិយាលោកផ្ទាល់គឺអ្នកស្រីដុំសុផានីក៏ធ្លាប់និយាយដូចនេះដែរថាស្វាមីអ្នកស្រីជាមនុស្សមិនសូវមាត់កហើយមិនងាយនឹងញញឹមជៀសវាងតែគាត់សប្បាយចិត្តបំផុតឬពេលទទួលភ្ញៀវពិសេសទើបគាត់បង្ហាញការញញឹមរបស់គាត់ប៉ុន្តែទោះយ៉ាងណាក្តី
បើទូភក្ត្រាលោកស្វាយសំអឿដែលមើលទៅហាក់គ្មានអ្វីតាក់ទាញបេះដូងស្ត្រីក្រមុំណាមួយមកជាបណ្ដូលចិត្តក៏ដោយតែសម្រាប់អ្នកស្រីដុំសុផានីវិញធ្លាប់មានប្រសាសន៍ថាមុននឹងអ្នកស្រីក្លាយជាភរិយាពេញច្បាប់របស់លោកស្វាយសំអឿអ្នកស្រីបានដឹងថាស្វាមីអ្នកស្រីធ្លាប់មានស្នេហាពីរលើករួចទៅហើយដែលសុទ្ធតែជាស្នេហាចិត្តនឹងចិត្តពិតប្រាកដដែលស្នេហាទី1កើតឡើងនៅក្នុងកំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1950ខណៈលោកមានវ័យជាង20ឆ្នាំគឺជាស្នេហាបដូរផ្ដាច់ជាមួយកូនក្រមុំអ្នកក្រុងភ្នំពេញដ៏ស្រុកស្ដំម្នាក់តែសោកស្ដាយមិនបានដឹងថានាងនោះមានឈ្មោះអ្វីឡើយអ្នកស្រីក៏បានបន្តឲ្យដឹងទៀតថាកាវ័យស្វាយសំអឿបានសាងស្នេហាជាមួយនាងក្រមុំនេះយ៉ាងស៊ីជម្រៅបំផុតរហូតប្រព្រឹត្តខុសប្រពៃណីទុំមុនស្រគៀលហើយក្រោយមកស្នេហានេះបានផ្ដល់កំណើតឲ្យកូនស្រីម្នាក់ទៀតផងប៉ុន្តែអនិច្ចាស្នេហាមួយនេះមិនបានឆ្លងដល់ត្រើយសុភមង្គលតាមបំណងប្រាថ្នារបស់គូស្នេហ៍ទាំងពីរឡើយពួកគេទទួលរងនូវឧបសគ្គគ្រប់បែបយ៉ាងព្រោះកាលនោះគ្រួសារយុវជនស្វាយសំអឿក្រីក្រណាស់រីឯគ្រួសារខាងស្រីមានទ្រព្យធនធាននិងមុខមាត់ណាស់ធ្វើម្ដេចឪពុកម្ដាយនាងសង្សារនោះតែចិត្តឲ្យកូនស្រីមកផ្ញើជីវិតជាមួយនឹងយុវជនអាភ័ព្វក្រទ្រព្យខុសឆ្ងាយពីគ្នាដូចមេឃនិងដីនោះទីបំផុតពួកគេក៏ត្រូវមេប៉ាពង្រត់ឲ្យបែកឆ្ងាយពីគ្នានៅជើងមេឃម្នាក់ម្ខាងយ៉ាងកំសត់គ្មានអ្វីស្មើបើទោះពួកគេបានធ្វើឲ្យអង្គខ្លាចជាបាយរហូតមានកូនស្រីជាចំណងនិស្ស័យក៏ដោយក្រៅពីប្រត់គ្នាមិនយូរប៉ុន្មាននាងយីសង្សារនោះក៏ត្រូវឪពុកម្ដាយបង្ខំឲ្យរៀបការជាមួយកូនអ្នកមានទ្រព្យសម្បត្តិដូចគ្នាបាត់ទៅហើយកូនស្រីនោះក៏នាងយកទៅចិញ្ចឹមដែរហើយទុកឲ្យបរិសុទ្ធស្វាយសំអឿត្រូវរងរស់នៅក្នុងអន្លង់ទឹកភ្នែកយ៉ាងវេទនាខ້ອຍផ្សាឯកាម្នាក់ឯងដោយខ្លែងដាច់ខ្សែកណ្ដាលវេហាដ៏ធំល្វឹងល្វើយរកកោះរកត្រៃមិនឃើញក្រោយមកនៅដើមឆ្នាំ1975លោកស្វាយសំអឿក៏បាននិពន្ធបទចម្រៀងមួយបទរៀបរាប់អំពីប្រវត្តិទឹកភ្នែកស្នេហាដំបូងរបស់លោកមួយនេះឡើងគឺបទសំណប់ចិត្តដោយប្រគល់ទំនុកច្រៀងនេះទៅឲ្យលោកអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រជាអ្នកបកស្រាយចំពោះប្រវត្តិស្នេហាទី2គឺអ្នកស្រីដុំសុផានីភរិយារបស់លោកស្វាយសំអឿបានរៀបរាប់ថាឆាកស្នេហាមួយនេះកើតឡើងនៅក្នុងដើមទសវត្សរ៍ឆ្នាំ1960ហើយចំពោះឈ្មោះនាងជាគូស្នេហ៍ទី2នេះកើតដែរស្វាមីអ្នកស្រីនៅរស់ធ្លាប់បានប្រាប់អ្នកស្រីថាឈ្មោះសុកសួននារីជាកូនអ្នកក្រុងភ្នំពេញដែរប៉ុន្តែអ្នកស្រីមិនបានដឹងថាពួកគេទាំងពីរស្គាល់គ្នាឬតាក់ទងវិញចងនិស្ស័យស្នេហ៍នឹងគ្នាតាមណាឡើយហើយក៏មិនដឹងថាស្ថានភាពគ្រួសារនាងនោះមានឬក្រដែរចំពោះស្នេហាទី2នេះក៏ជាស្នេហាបរាជ័យរបស់កាវ័យស្វាយសំអឿដែរគឺគូស្នេហ៍ទាំងពីរមិនបានឈានដល់ត្រើយតាមបំណងឡើយទីបំផុតពួកគេទាំងពីរត្រូវប្រត់ប្រាស់គ្នាដូចមុនទៀតប៉ុន្តែចំពោះវិបលៈស្នេហានេះមិនដឹងបង្កឡើងដោយគ្រួសារបំបែកឬគូស្នេហ៍ទាំងពីរបែកចិត្តពីគ្នាឡើយដូច្នេះហើយទើបក្រោយមកនៅដើមទសវត្សរ៍ឆ្នាំ1960កាវ័យស្វាយសំអឿក៏បាននិពន្ធបទចម្រៀងមួយបទរៀបរាប់អំពីឆាកជីវិតស្នេហាប្រត់ប្រាស់នេះដើម្បីត្អូញត្អែប្រាប់ជើងមេឃឲ្យជួយរំលែកទុក្ខរបស់លោកផងដែរនោះគឺបទហេតុតែកំបងហើយសប្តាហ៍ថ្ងៃគេហៅបទនេះថាសួនស្នេហ៍នោះឯងដែលច្រៀងដោយលោកស៊ិនស៊ីសមុទ្របាននិយាយអំពីប្រវត្តិស្នេហារវាងអ្នកស្រីដុំសុផានីគឺអ្នកស្រីដុំសុផានីកើតនៅឆ្នាំ1944ក្នុងស្រុកកងមាសខេត្តកំពង់ចាមកំព្រាឪពុកតាំងពីអាយុ8ឆ្នាំក្រោយមកត្រូវបានអ៊ំប្រុសអ៊ំស្រីដែលរស់នៅម្ដុំស្ទឹងមានជ័យក្រុងភ្នំពេញមកសុំពីម្ដាយមេម៉ាយយកទៅចិញ្ចឹមរហូតមកក្រោយពេលបញ្ចប់ការសិក្សានៅបឋមសិក្សានាងសុផានីដែលកាលនោះមានវ័យជំទង់បានចូលសិក្សានៅសាលាប្រជ័យចេស្តាហើយកាលនោះនាងក្រមុំសុផានីនេះមានរូបសម្ផស្សដ៏ស្រស់ផូរផង់សោភានិងចរិយាសម្បត្តិថ្លៃថ្នូរហើយត្រូវបានគេបញ្ចូលឲ្យក្លាយទៅជាសមាជិកមួយរូបនៅក្នុងក្រុមនារីយុវ័នដែលមាននាទីនៅក្នុងការហែហោមនិងទទួលសម្ដេចឪគណៈពេលព្រះអង្គយាងទៅទស្សនកិច្ចនៅក្នុងពិធីបុណ្យណាមួយក្រុងភ្នំពេញដោយឡែកជាមួយរូបសម្បត្តិដ៏គួរឲ្យប៉ែតតីកាលវ័យក្រមុំនោះនាងសុផានីត្រូវបានបរិសុទ្ធបន្តិចអ្នកឡើយលួចគួចប្រតិព័ទ្ធនឹងតាមសុំស្នេហ៍ពីនាងហើយក្នុងនោះក៏មានបរិសុទ្ធសម្លេងមាសលោកស៊ិនស៊ីសមុទ្រជួនកាលពេលចេញពីសាលារៀននាងឃើញលោកស៊ិនស៊ីសមុទ្រជិះឡានតាមពីក្រោយហើយនិយាយលួងលោមក្នុងន័យស្នេហាមករកនាងជារឿយៗប៉ុន្តែនាងមិនបានលង់នៅក្នុងសម្ដីផ្អែមល្ហែមរបស់កំពូលអ្នកចម្រៀងឯកនោះទេព្រោះដឹងថាលោកមានប្រពន្ធរួចទៅហើយបាននិយាយអំពីប្រវត្តិស្នេហាជាមួយលោកស្វាយសំអឿអ្នកស្រីសុផានីពិពណ៌នាយ៉ាងលម្អិតថានៅខែវិច្ឆិកាឆ្នាំ1964ក្នុងសម័យសង្គមរាស្ត្រនិយមក្នុងពិធីបុណ្យអុំទូកនាងនិងមិត្តនារីម្នាក់ទៀតដែលជាក្រុមនារីយុវ័នដូចគ្នាត្រូវគេឲ្យទៅរងចាំទទួលព្រះរាជដំណើរព្រះករុណាសម្ដេចឪព្រះមហាក្សត្រជីវិតតម្កល់លើត្បូង
ដែលព្រះអង្គនឹងយាងមកជាអធិបតីនឹងទស្សនាការអុំទូកនេះដែរពេលនោះនាងនិងមិត្តនាងនាំគ្នាដើរទៅលើវេទិកាកិត្តិយសដែលគេរៀបចំដើម្បីទទួលភ្ញៀវកិត្តិយសនិងព្រះមហាក្សត្រនៅទីនោះក្នុងសម្លៀកបំពាក់ខ្មែរប្រពៃណីហូលប្រមួងនិងអាវប៉ាក់ពេលកំពុងដើរមួយលើវេទិកានោះនាងក្រមុំសុផានីដែលមានស្បែកជើងកែងចោតក៏តាក់ស្បែកជើងដែលមានកែងស្រួចនិងកន្ទេលក្រាលព្រំនោះជាប់ធ្វើឲ្យកញ្ញាដ៏រូបស្រស់មួយនេះភ័យនិងខ្មាស់គេយ៉ាងខ្លាំងព្រោះនៅខាងមុខភ្ញៀវដ៏កកឯមិត្តរបស់នាងពេលឃើញដូច្នេះក៏បែរមកសួរយ៉ាងម៉េចហើយសុផានីដែលកំពុងអោនយកដៃទាញកន្ទេលពីស្បែកជើងតបទៅវិញនៅក្នុងសម្លេងសឹកថាស្បែកជើងក៏ជាប់កន្ទេលហើយខ្មាស់គេណាស់វើយជួយគ្នាបន្តិចមើលឮដូច្នេះមិត្តនោះក៏អោនជួយទាញកន្ទេលចេញបែរមកភ្ញៀវទាំងឡាយវិញគេនាំគ្នាហាក់ពុំសូវមានការចាប់អារម្មណ៍ទេប៉ុន្តែគេឃើញមានភ្ញៀវពីរនាក់ដែលកំពុងអង្គុយខាងមុខគេកំពុងសម្លឹងមកនាងទាំងពីរនាក់ព្រមគ្នាហាក់ចាប់អារម្មណ៍ពួកនាងណាស់បុរសទាំងពីរនាក់នោះម្នាក់ត្រូវបានគេស្គាល់ថាគឺជាអត្តរាជសម្លេងមាសសិនស៊ីសមុទ្រនិងម្នាក់ទៀតគឺផលិតករភាពយន្តនិងជាកវីដ៏ឆ្នើមគឺលោកស្វាយសំអឿនេះឯងភ្លាមនោះកវីស្វាយសំអឿដែលអង្គុយជាប់នឹងលោកសិនស៊ីសមុទ្រនិងជាមិត្តស្និទ្ធស្នាលនឹងគ្នាក៏កេះបុរសសម្លេងមាសហើយសួរថាអ៊ំវានាងម្នាក់កំពុងជាប់ស្បែកជើងនឹងកន្ទេលនោះជាអ្នកណាជាធម្មតាលោកសិនស៊ីសមុទ្រនិងលោកស្វាយសំអឿហៅគ្នាថាអ៊ំវាព្រោះអ្នកទាំងពីរមានអាយុស្រកគ្នាពេលឮកវីស្វាយសំអឿសួរលោកសិនស៊ីសមុទ្រក៏តបមកវិញថានាងនោះឈ្មោះសុផានីរៀននៅសាលាព្រះជ័យជាស្ដានិងក៏ជានារីនៅក្នុងក្រុមយុវ័នផងដែរលោកស្វាយសំអឿពេលស្ដាប់ប្រវត្តិខ្លះដូច្នេះក៏ញញឹមនាងម្នាក់នោះស្អាតណាស់ណពេលនោះលោកសិនស៊ីសមុទ្រងក់ក្បាលបន្តិចត្រូវហើយនាងស្អាតណាស់ខ្ញុំធ្លាប់តាក់ទងសុំស្នេហ៍ពីនាងដែរតែមិនបានផលអ្វីសោះបើអ៊ំវាឯងសុំមិនបានអញ្ចឹងទុកឲ្យខ្ញុំវិញម្ដងលោកស្វាយសំអឿពោលប្រយោគដែលបរិសទាំងពីរនិយាយគ្នានោះនាងសុផានីស្ដាប់ឮទាំងអស់តែនាងមិននិយាយអ្វីទេព្រោះខ្មាស់អៀនច្រើនហើយម្យ៉ាងកំពុងដោះស្បែកជើងពីកន្ទេលផងបន្ទាប់មកក្រោយពីពិធីបុណ្យអុំទូកបញ្ចប់ប្រហែលមួយសប្តាហ៍ថ្ងៃមួយខណៈនាងសុផានីកំពុងដើរទិញស្បែកជើងនៅផ្សារថ្មីនាងក៏បានជួបលោកស្វាយសំអឿនិងបុរសម្នាក់ទៀតឈ្មោះថនដែលនាងស្គាល់ច្បាស់ពីដើមមកលុះពេលឃើញនាងភ្លាមបុរសឈ្មោះថនក៏ហៅនាងសុផានីមកផ្សារថ្មីដែរចាខ្ញុំមកទិញស្បែកជើងបុរសឈ្មោះថនបន្តដោយងាកទៅលោកស្វាយសំអឿផងនេះគឺជាបងធររបស់ខ្ញុំគាត់ឈ្មោះសំអឿពេលឃើញបុរសឈ្មោះថនណែនាំដូច្នេះនាងក៏លើកដៃជំពះជម្រាបសួរលោកស្វាយសំអឿដែលកំពុងចុះក្បែរនិងដែលមានពាក់វ៉ែនតាខ្មៅផងប៉ុន្តែគាត់មិននិយាយអ្វីមួយម៉ាត់ឡើយពេលនាងជម្រាបសួររួចបុរសថនក៏និយាយបន្តថាបងធរគាត់ស្វាយសំអឿនេះចង់រកទិញផ្ទះមួយចំណែកនាងសុផានីពេលឮថារកទិញផ្ទះនាងក៏ប្រាប់ទៅវិញថាម្ដាយចិញ្ចឹមដែលនាងកំពុងរស់នៅជាមួយនោះចង់លក់ផ្ទះដែរបើចង់ទិញទៅសួរគាត់ទៅរួចនាងក៏ប្រាប់ទីតាំងផ្ទះរបស់នាងទៅបុរសនោះឲ្យដឹងនេះគឺជារឿងកប់ជន់មួយដែលនឹកស្មានមិនដល់ប៉ុន្តែនាងមិនដឹងថាតើគេសួរចង់ទិញផ្ទះមែនឬចង់ស្គាល់ផ្ទះនាងដើម្បីរឿងផ្សេងក្រោយមកប្រហែលមួយសប្តាហ៍ពេលដែលនាងទៅរៀនបាត់លោកស្វាយសំអឿក៏បានជិះឡានដឹកម្ដាយបងស្រីគាត់និងចាស់ពីរបីនាក់ទៀតមកដល់ផ្ទះនាងរួចបែរជាមិនសួររឿងទិញផ្ទះទេគឺបែរជានិយាយអំពីការជួលស្ដីដណ្ដឹងនាងពីម្ដាយនាងទៅវិញលុះប្រមាណកន្លះខែក្រោយមកពិធីមង្គលការនាងលោកស្វាយសំអឿក៏បានរៀបចំឡើងយ៉ាងឱឡារិកនៅទីក្រុងភ្នំពេញក្នុងឆ្នាំ1964ដែលពេលនោះត្រូវធ្វើនឹងទទួលភ្ញៀវនៅភោជនីយដ្ឋានមួយនៅខាងត្បូងវិមានឯករាជ្យដែលពេលនោះលោកស្វាយសំអឿមានអាយុ32ឆ្នាំចំណែកនាងមានអាយុ22ឆ្នាំក្រោយរៀបការនាងបានរស់នៅខាងប្តីនៅម្ដុំសាលាទួលស្លែងទួលស្វាយព្រៃដោយស្នាក់នៅជាមួយបងស្រីលោកស្វាយសំអឿប៉ុន្តែក្រោយមកដោយការរស់នៅមិនចុះសម្រុងនឹងគ្នារវាងគ្រួសារនាងនិងបងថ្លៃស្រីនោះស្វាមីនាងក៏បបួលនាងមករស់នៅម្ដុំព្រៃសរវិញដោយទិញផ្ទះមួយនៅទីនោះបន្ទាប់ពីលក់ឡានរបស់លោកនៅពីអ្នកជាមួយស្វាមីនាងទទួលការកក់ក្ដៅណាស់ស្វាមីរបស់នាងឲ្យនាងធ្វើនំលក់និងដូរអង្ករចិញ្ចឹមជ្រូកគោនិងមាន់ទាជាដើមដើម្បីរួមចំណែកកសាងជីវភាពជាមួយគ្នាចំណែកស្វាមីនាងទៅធ្វើការនៅភ្នំពេញជាអ្នកដឹកនាំថតកុននិងនិពន្ធបទចម្រៀងចំពោះការកំសាន្តលោកស្វាយសំអឿចូលចិត្តដើរស្ទូចត្រីដើរគយគន់ទេសភាពព្រៃព្រឹក្សាចំការដំណាំនិងចូលចិត្តចិញ្ចឹមមាន់ប្រជល់ផងដែរហើយជាញឹកញយណាស់ដែលគេឃើញលោកសិនស៊ីសមុទ្រជិះរយន្តជាមួយនឹងភរិយាមកលេងក៏វ័យស្វាយសំអឿដល់ផ្ទះឯម្ដុំព្រៃសរក្នុងបំណងមើលមាន់ជល់នោះព្រោះលោកសិនស៊ីសមុទ្រក៏ចូលចិត្តមាន់ប្រជល់ដែរឯលោកស្វាយសំអឿក៏តែងតែទៅលេងផ្ទះលោកសិនស៊ីសមុទ្រឯម្ដុំទួលទំពូងដែរដើម្បីជជែកគ្នាលេងពីបទភ្លេងនិងបទចម្រៀង
ដែលពួកគេត្រូវថតព្រមទាំងលើកហាត់អង្គែជាមួយគ្នាទៀតផងឬជួនកាលជាមួយកាវៃនិងតន្ត្រីករមួយចំនួនទៀតដូចជាលោក Hasalon និងលោក Malapi ជាដើមចំពោះអនុស្សាវរីយ៍មួយដែលអ្នកស្រីមិនអាចបំភ្លេចបានជាមួយស្វាមីគឺមានពេលម្ដងនោះក្រោយពេលរៀបការហើយប្រហែលខែខណៈដែលគាត់រស់នៅម្ដុំព្រៃសរមានព្រឹកមួយអ្នកស្រីក្រោកយឺតពីដំណេកស្វាមីអ្នកស្រីក៏ស្រែកតាស់ដើម្បីឲ្យដឹកគោឲ្យទៅស៊ីស្មៅឬឲ្យចំណីជ្រូកតាមសពដងជាដើមលុះក្រោយមកភ្លាមជាមួយនឹងការភ្ញាក់ពីដំណេកនេះស្វាមីអ្នកស្រីក៏និពន្ធបទចម្រៀងមួយបទឡើងពណ៌ពនីអំពីរឿងនេះនោះគឺបទស្រីស្រអែមមាសបងដែលឲ្យលោកស៊ិនស៊ីសមុទ្រជាអ្នកច្រៀងនៅក្នុងកំឡុងឆ្នាំ1965បន្ទាប់ពីរបបលន់នល់ឡើងកាន់អំណាចនៅដើមឆ្នាំ1970លោកស្វាយសំអឿក៏បន្ថែមការងារពីរទៀតលើការដឹកនាំថតកុននិងនិពន្ធបទចម្រៀងគឺលោកចូលធ្វើការនៅវិទ្យុជាតិនិងមួយទៀតជាមន្ត្រីនៅក្រសួងការបរទេសប៉ុន្តែមិនដឹងថាលោកមានឋានៈអ្វីឡើយក្នុងស្ថាប័នទាំងពីរនេះនៅឆ្នាំដដែលនោះលោកនិងអ្នកស្រីដុំសុផានីបានផ្ដល់កំណើតឲ្យកូនប្រុសម្នាក់ផងដែរនោះគឺស្វាយលឿងគ្រួសារនេះរស់នៅដោយសុខសាន្តជាមួយការងារដែលប្រកបដោយកិត្តិយសនិងជីវភាពយ៉ាងប្រសើររហូតដល់ប្រទេសធ្លាក់ចូលនៅក្នុងភាពខ្លោចផ្សាអន្តរាយនៃកណ្ដាប់ដៃខ្មែរក្រហមនៅថ្ងៃទី17ខែមេសាឆ្នាំ1975នៅពេលខ្មែរក្រហមចូលដល់ក្រុងភ្នំពេញគ្រួសារលោកស្វាយសំអឿទាំងមូលត្រូវបានគេជម្លៀសទៅកាន់ភូមិព្រែកតូចក្នុងទឹកដីស្រុកស្អាងខេត្តកណ្ដាលលោកក្រោយមកក៏ត្រូវគេជម្លៀសបន្តទៅខេត្តកំពង់ឆ្នាំងនិងចុងក្រោយក៏ធ្លាក់រហូតទៅដល់ខេត្តពោធិ៍សាត់ដោយបំបែកគ្រួសារឲ្យរស់នៅដាច់ដោយឡែកពីគ្នាអ្នកស្រីដុំសុផានីរៀបរាប់អំពីជីវិតអ្នកស្រីនិងស្វាមីនៅក្នុងរបបប៉ុលពតថាពេលគ្មានអ្វីហូបគ្រប់គ្រាន់អ្នកស្រីក៏យកខោអាវសំពត់ដែលជាប់នៅនឹងខ្លួនទៅដូរនឹងអង្ករជាមួយអ្នកមូលដ្ឋានរហូតទាល់តែអស់ដើម្បីយកអង្ករនោះមកបបរហូបជាមួយកូននិងស្វាមីនៅទីនោះលោកស្វាយសំអឿនត្រូវគេបង្ខំឲ្យធ្វើការយ៉ាងលំបាកវេទនាដោយប្រជាជនដទៃទៀតដែរដូចជាលើកទំនប់ជីកប្រឡាយនិងរែកដីជាដើមចំណែកកូនប្រុសតែម្នាក់គត់របស់គាត់ឈ្មោះលឿងដែលកាលនោះមានអាយុប្រមាណ5ឆ្នាំក្រោយមកដោយខ្វះខាតអាហារទទួលទានបូកផ្សំនឹងមានជំងឺហើយគ្មានថ្នាំព្យាបាលផងនោះក៏បានបាត់បង់ជីវិតនាគ្រីនោះទៅទុកសោកមួយនេះធ្វើឲ្យឪពុកម្ដាយយំសោកយ៉ាងខ្លាំងហើយពេលនោះលោកស្វាយសំអឿក៏សុំអង្គការអាវខ្មៅខោខ្មៅយកកូនទៅកប់ដោយផ្ទាល់ដៃនៅក្នុងព្រៃខាងក្រោយផ្ទះប៉ុន្តែឲ្យកប់រាក់ពេកប៉ុន្មានថ្ងៃក្រោយជ្រូកព្រៃនិងឆ្កែព្រៃក៏លួចចូលមកឈ្មោះនិងអូសសពកូននោះទៅដណ្ដើមគ្នាស៊ីអស់ទៅធ្វើឲ្យលោកនិងភរិយានឹកអនុញ្ញាតធម៌ដល់កូនប្រុសជាពន់ពេកហើយក្រោយពីកូនប្រុសស្លាប់ទៅមិនយូរប្រមាណអង្គការក៏បញ្ជូនលោកស្វាយសំអឿទៅកាន់ភ្នំកំរែងដើម្បីវាយថ្មនៅលើភ្នំនោះម្ដងដើម្បីយកមកសាងសង់ស្ពាននិងទ្វារតែជាអកុសលថ្ងៃមួយពេលកំពុងវាយថ្មក៏ត្រូវកំទេចថ្មខ្ទាតមកបុកជើងលោកធ្វើឲ្យដាច់សាច់បែកឈាមហូរយ៉ាងច្រើនហើយក្រោយមកក៏คล้ายទៅជាដំបៅរីកធំទៅនិងមានខ្ទុះទៀតផងជាមួយការទទួលទានមិនគ្រប់គ្រាន់និងមានជំងឺហើមតាំងពីមុនមកផងរបួសជើងនេះមិនអាចជាសះស្បើយបានឡើយព្រោះគ្មានថ្នាំព្យាបាលដិតដល់ទីបំផុតលោកក៏ដួលនៅលើភ្នំហើយត្រូវគេដាក់អង្រឹងសែងមកផ្ទះវិញឲ្យដេកឈឺតែម្នាក់ឯងយ៉ាងកំសត់គ្មានអ្វីស្មើបែរមកអ្នកស្រីដុំសុផានីវិញក្រោយពីទទួលដំណឹងថាស្វាមីឈឺធ្ងន់អ្នកស្រីក៏សុំប្រធានសហគមន៍មកមើលថែប្តីហើយគេក៏អនុញ្ញាតប៉ុន្មានថ្ងៃក្រោយជំងឺលោកស្វាយសំអឿកាន់តែដុនដាបមែនទែនគឺហូបអ្វីលែងកើតកំរើកក៏លែងរួចបានត្រឹមតែស្រែកធ្ងោតិចប៉ុណ្ណោះចំពោះរឿងដ៏កំសត់នេះអ្នកស្រីដុំសុផានីក៏បានរៀបរាប់បន្ថែមទៀតថាពេលនោះអ្នកស្រីខំយកបបរទៅបញ្ចុកឲ្យប្តីដែរឲ្យគាត់មានកម្លាំងដើម្បីអាចទ្រទ្រង់រាងកាយបានប៉ុន្តែទើបតែដាក់ចូលមាត់គាត់ក៏ក្អួតចេញមកវិញទាំងអស់ពេលនោះលោកស្វាយសំអឿដែលដឹងថាជីវិតលោកបានមកដល់ចំណុចចុងក្រោយហើយលោកក៏និយាយខ្សឹបដាក់ទឹកជាប្រពន្ធថាពេលខ្ញុំស្លាប់ទៅត្រូវកប់ឲ្យជ្រៅកុំឲ្យជ្រូកពេហែកស៊ីដូចកូនយើងហើយក្រណាត់សដែលគ្របនៅលើខ្ញុំនៅពេលស្លាប់កុំកប់ជាមួយខ្ញុំអីយកមកទុកដណ្ដប់វិញចោះក្រោយមកគឺនៅថ្ងៃដែលលោកស្វាយសំអឿស្លាប់នោះភរិយាមិនបានដឹងទេព្រោះជាប់តែធ្វើការលុះពេលត្រឡប់មកពីការឋានវិញហើយឡើងលើផ្ទះស្រាប់តែឃើញស្រមោចក្រហមជាច្រើនដែលឡើងមកតាមសសរកំពុងរោមខាំជើងស្វាមីដែលមានរបួសនោះឃើញដូច្នេះអ្នកស្រីសុផានីខ្លោចចិត្តអាណិតប្តីឥតឧបមារួចក៏ប្រញាប់ស្ទូបបោះស្រមោចចេញពីជើងប្តីទាំងទិសភ្នែកប៉ុន្តែអនិច្ចាស្វាមីលាចាក់លោកទៅហើយទិដ្ឋភាពនេះធ្វើឲ្យអ្នកស្រីទុំសុផានីក្តុកក្តួលអោរ៉ាស្ទើរប្រេះទ្រូងស្លាប់តាមប្តីរួចក៏ទ្រហោយំអោបសពប្តីយ៉ាងខ្លោចផ្សាប៉ុន្តែពេលនោះពួកខ្មែរក្រហមមកដល់ពួកវាបានស្រែកគំរាមមិនឲ្យយំឡើយបើមិនស្ដាប់គឺសម្លាប់ចោលក្រោយពីដឹងថាលោកស្វាយសំអឿស្លាប់ហើយពួកទាហានខ្មែរក្រហមបំរុងសែង
យកទៅកប់ចោលតែអ្នកស្រីក៏បានសុំពួកខ្មែរក្រហមនោះឲ្យប្រជាជនដូចគ្នាសែងទៅកប់វិញព្រោះខ្លាចតែហ៊ានទាំងនោះយកទៅបោះចោលនៅក្នុងព្រៃពេលយកទៅកប់អ្នកស្រីក៏ឲ្យគេជីករណ្ដៅជ្រៅតាមបណ្ដាំស្វាមីព្រោះខ្លាចសត្វព្រៃមកឈ្មោះហៃស៊ីដូចកូនទៀតសពលោកត្រូវបានគេកប់នៅក្បែរដំបូកមួយនិងមានដើមឈើធំមួយដើមនៅក្បែរនោះផងនៅជិតភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់លោកស្វាយសំអឿបានធ្វើមរណកាលនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1976